មន្ទីរសន្តិសុខ21ស21ឬគុកទួលស្លែងគឺជាគុកធំជាងគេបង្អស់នៃរបបខ្មែរក្រហមក្នុងចំណោមគុកផ្សេងទៀតជាច្រើននៅពាសពេញប្រទេសពីឆ្នាំ1975ដល់ឆ្នាំ1979នៅគុកទួលស្លែងនេះដែលជាអតីតអនុវិទ្យាល័យមួយនៅខាងត្បូងទីក្រុងភ្នំពេញពួកយោធាខ្មែរក្រហមក្មេងៗប្រមាណជាង100នាក់ក្រោមការដឹកនាំរបស់កាំងហ្គេកអ៊ីវហៅឌុចសួរចម្លើយនិងធ្វើទារុណកម្មមុននឹងយកទៅសម្លាប់ចោលនៅទីបំផុតអ្នកទោសជាង 20,000 នាក់ក្នុងនាមជាគុកកណ្ដាលនៃអំណាចកណ្ដាលទួលស្លែងមិនដូចគ្នាសោះឡើយទៅនឹងគុកខ្មែរក្រហមដទៃផ្សេងនៅតាមបណ្ដាភូមិភាគឬបណ្ដាតំបន់នានាខុសគ្នានៅត្រង់ថាដូចមេគុកទួលស្លែងដែលត្រូវរាយការណ៍ជាបន្តបន្ទាប់ទៅឲ្យថ្នាក់ដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យតម្រូវឲ្យថតរូបអ្នកទោសនិងត្រូវការឲ្យអ្នកទោសម្នាក់សរសេរចម្លើយរបស់ពួកគេអញ្ចឹងហើយបានជាមានសល់មកទល់សប្តាហ៍ថ្ងៃនៅគុកទួលស្លែងឯកសាររាប់ពាន់សន្លឹកសុទ្ធសឹងជាការសារភាពជាទូទៅផ្ដេសផ្ដាស់ប៉ាតណាប៉ាតណីត្បិតជាចម្លើយបានមកពីការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃនិងជាចម្លើយដែលដូចបង្ខំឲ្យអ្នកទោសសរសេរជួនកាលទៅតាមការចង់បានរបស់ថ្នាក់ដឹកនាំកំពូលនិងជួនកាលទៀតទៅតាមការចង់បានរបស់ដូចខ្លួនឯងតែម្ដងដែលចង់បំពេញចិត្តថ្នាក់ដឹកនាំដើម្បីឲ្យខ្លួនឯងនឹងអាចគេចផុតពីការសង្ស័យពីការចាប់ខ្លួននិងពីការស្លាប់ដូចគេដូចឯងដែរម្ល៉េះហើយជាទូទៅអ្នកទោសនៃគុកទួលស្លែងដែលក្នុងនោះមានតាំងពីកម្មករនិស្សិតវិជ្ជបណ្ឌិតមន្ត្រីនៃសង្គមចាស់រហូតដល់មេខ្មែរក្រហមក្រាក់សុទ្ធតែសារភាពថាខ្លួនជាខ្មាំងបដិវត្តបានធ្វើការឲ្យ CIA ឲ្យ KGB និងឲ្យវៀតណាមឬបានធ្វើសកម្មភាពប្រឆាំងនឹងផែនការសេដ្ឋកិច្ចមហាលូតផ្លោះមហាអស្ចារ្យរបស់អង្គការឯកសាររាប់ពាន់សន្លឹកនៅគុកទួលស្លែងជួយពន្យល់បំភ្លឺបានមិនតិចទេថាហេតុអ្វីបានជាពួកមេខ្មែរក្រហមយកការកាប់សម្លាប់រង្គាលមកធ្វើជាការដឹកនាំប្រទេសពីឆ្នាំ1975ដល់ឆ្នាំ1979មែនទែនទៅពួកប៉ុលពតនួនជាអៀងសារីសុនសេនខៀវសំផនឡាក់មានទម្លាប់កាប់សម្លាប់តាំងពីសម័យសង្គ្រាម1970 1975មកម្លេះមូលហេតុម្យ៉ាងគឺពួកគេខ្លះដូចជាប៉ុលពតនិងនួនជាដើមដែលធ្វើបដិវត្តនិងរងទុក្ខវេទនារាប់ឆ្នាំនៅក្នុងព្រៃមុននឹងក្លាយជាមេដឹកនាំប្រទេសភ័យខ្លាចបាត់បង់អំណាចទៅវិញណារហូតដល់មើលឃើញមនុស្សនៅជុំវិញពួកគេទាំងអស់ថាសុទ្ធសឹងជាខ្មាំងឬជាខ្មាំងសក្តានុពលមូលហេតុម្យ៉ាងទៀតគឺពួកមេខ្មែរក្រហមតែងតែខ្លាចមិត្តជាងខ្លាចសត្រូវនៅត្រង់ថារហូតដល់សង្គ្រាមផ្ទុះឡើងនៅឆ្នាំ1970វៀតណាមខាងជើងកុម្មុយនីសនិងចិនកុម្មុយនីសដែលជាសម្ព័ន្ធមិត្តរបស់ពួកគេមិនព្រមផ្ដល់អាវុធឲ្យពួកគេធ្វើបដិវត្តទេតែបែរជាទៅគាំទ្ររបបសង្គមរាស្ត្រនិយមរបស់សម្ដេចសៀនុទៅវិញមិនតែប៉ុណ្ណោះពួកមេខ្មែរក្រហមដែលដឹងថាបកកុម្មុយនីសខ្មែរមានឫសគល់ចេញពីបកកុម្មុយនីសឥណ្ឌូចិនមិនដែលទុកចិត្តពួកកុម្មុយនីសវៀតណាមសោះឡើយហើយលាក់បាំងការស្អប់ខ្ពើមរបស់ពួកគេចំពោះវៀតណាមជានិច្ចអញ្ចឹងហើយដែរបានជាពួកមេខ្មែរក្រហមតែងតែចាត់ទុកពួកខ្មែរវៀតមិញដែលរស់នៅវៀតណាមតាំងពីឆ្នាំ1954មកថាជាពួកក្បាលយួនខ្លួនខ្មែរគឺការខ្លាចមិត្តជាងការខ្លាចសត្រូវនេះហើយដែលជំរុញឲ្យពួកមេខ្មែរក្រហមតែងតែអនុវត្តយុទ្ធសាស្ត្រពីរទន្ទឹមគ្នានៅម្ខាងពួកមេខ្មែរក្រហមចងសម្ព័ន្ធភាពជាមួយសត្រូវឬពឹងពាក់អ្នកដែលពួកគេស្អប់ខ្ពើមដូចជាពឹងពាក់វៀតណាមខាងជើងឬក៏ចងសម្ព័ន្ធភាពជាមួយពួកខ្មែរវៀតមិញនិងពួកខ្មែរសីហនុនិយមនៅម្ខាងទៀតពួកមេខ្មែរក្រហមកំទេចសម្ព័ន្ធមិត្តឬសត្រូវសក្តានុពល
ដើម្បីបង្ការកុំឲ្យអ្នកទាំងនេះមានឱកាសក្បត់ពួកគេនិងក្បត់បកទ័ននៅក្នុងនេះខ្មែរក្រហមកាប់សម្លាប់ពួកខ្មែរវៀតមីងនិងពួកខ្មែរសីហនុនិយមសឹងអស់មុនថ្ងៃជោគជ័យ17មេសា1975និងក្រោយមកទៀតពីខែមេសា1975រហូតដល់ខែមករា1979ខ្មែរក្រហមបន្តកាប់សម្លាប់ពួកខ្មាំងនិងពួកខ្មាំងសក្តានុពលនៅភ្នំពេញនិងនៅតាមភូមិភាគនានាពាសពេញប្រទេសឯកសាររាប់ពាន់សន្លឹកនៅគុកទួលស្លែងដែលបង្ហាញនូវការកើនឡើងជាលំដាប់នៃចំនួនអ្នកទោសពីឆ្នាំ1975ដល់ចុងឆ្នាំ1978ស្ដែងឲ្យឃើញថារបបខ្មែរក្រហមតាមកំទេចមិនឲ្យរួចខ្លួនម្នាក់ឡើយពួកខ្មាំងនិងពួកខ្មាំងសក្តានុពលជាក់ស្ដែងនៅឆ្នាំ1975ចំនួនអ្នកទោសនៅគុកទួលស្លែងមានមិនដល់200នាក់ផងតួលេខនេះកើនដល់ 2200 នាក់នៅឆ្នាំ1976ដល់ 6000 នាក់នៅឆ្នាំ1977និងដល់ជិត 10000 នាក់នៅឆ្នាំ1978អ្វីដែលប្រព្រឹត្តទៅនៅគុកទួលស្លែងគឺជាកញ្ចក់ឆ្លុះបញ្ចាំងនៅការអនុវត្តនយោបាយតាមកំទេចខ្មាំងនិងខ្មាំងសក្តានុពលក្នុងលក្ខណៈទាំងស្រុងនៅគ្រប់ទីកន្លែងក្នុងទូទាំងប្រទេសជាការពិតនៅតាមស្រុកស្រែចម្ការគុកឬទីកន្លែងធ្វើទារុណកម្មផ្សេងគ្មានបន្សល់ទុកនៅឯកសារដូចនៅគុកទួលស្លែងទេនៅតាមភូមិភាគនានាមាននៅសល់តែរណ្ដៅរួមរាប់ពាន់និងស្លាកស្នាមខ្លះនៃការកាប់សម្លាប់រង្គាលយ៉ាងណាក៏ដោយពាក្យស្លោកខ្មែរក្រហមមួយចំនួនដែលអ្នកបានឆ្លងកាត់របបប៉ុលពតចេះចាំស្ទាត់រហូតមកទល់សប្តាហ៍ថ្ងៃក៏អាចជួយលាតត្រដាងបានខ្លះដែរនៅនយោបាយតាមកំទេចខ្មាំងជាអចិន្ត្រៃយ៍នៃរបបខ្មែរក្រហមពីឆ្នាំ1975ដល់ឆ្នាំ1979ក្នុងចំណោមពាក្យស្លោកខ្មែរក្រហមទាំងនោះរួមមានជាអាចដៃម្ខាងបង្កើតផលដៃម្ខាងទៀតវាយខ្មាំងបដិញ្ញាកំទេចពួកសក្តិភូមិមូលធននាយទុនគុំប្រដរឲ្យអស់វាយកំទេចខ្មាំងបំផុសបំផុលសមមិត្តណាមានគុណវិបត្តិច្រើនគឺជាខ្មាំងកញ្ច្រែងរែងយកតែអង្គដើមវាយកំចាត់កំចាយអាខ្មាំងចក្រពត្តិវាយកំចាត់កំចាយអាខ្មាំងយួននិងអាខ្មាំងក្បាលយួនខ្លួនខ្មែរមិនអនុញ្ញាតឲ្យដង្កូវចូលស៊ីរូងផ្ទៃក្នុងដាំទឹកឲ្យពុះចាក់ក្នុងប្រហុកទើបឃើញដង្កូវតវ៉ានឹងคล้ายជាខ្មាំងប្រឆាំងនឹងคล้ายជាខ្មោចលាក់ពាក្យស្លោកទាំងនេះក៏ជួយលាតត្រដាងដោយការនិយាយអះអាងរបស់អ្នកដែលបានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យដែរថាកុម្មុយនីសខ្មែរក្រហមចេះតែកាប់សម្លាប់ហើយអត់ចេះកសាងឬអប់រំឡើងវិញដូចកុម្មុយនីសចិនកុម្មុយនីសវៀតណាមឬកុម្មុយនីសឡាវទេ